ក្នុងកម្មវិធីកម្លាំងកោជលហ្នឹងគឺមានបេក្ខជនដែលមានកម្លាំងមាំមួនហើយមានសមត្ថភាពជាច្រើនមកដាក់ប៉ុន្តែក្នុងហ្នឹងក៏មានខ្ញុំផងដែរដែលមានសមត្ថភាពនិងកម្លាំងខ្ញុំមានសមត្ថភាពប្រកួតមួយពួកបងហ្នឹងខ្ញុំឈ្មោះបនសិកាបច្ចុប្បន្នខ្ញុំនៅកំពង់ចាមតែស្រុកកំណើតរបស់ខ្ញុំនៅខេត្តកំពង់ធំស្រុកបារាយជាខ្ញុំរៀនខាងពេទ្យដែរប៉ុន្តែខ្ញុំមកឆ្លាញ់ខាងកីឡាវិញដោយសារតែពេទ្យហ្នឹងក៏វាតាក់ទងទៅនឹងកីឡាដែរខ្ញុំគិតថាកម្មវិធីកម្លាំងកោជលគឺវាល្អមែនតើវាមិនត្រឹមតែជួយលើកកម្ពស់សុខភាពបងប្អូនទេហើយវាថែមទាំងផ្ដល់នូវចីលភាពមកឲ្យបងប្អូនទៀតដែលជាការជួយជំរុញឲ្យគាត់កាន់តែចូលចិត្តកីឡាក្រៅពីអាជីពចង់ធ្វើជាពេទ្យហើយអនាគតខ្ញុំចង់បើកក្លឹបកីឡាមានបង្រៀនដល់បងប្អូនតាក់ទងទៅនឹងសុខភាពនិងរបបអាហារខ្ញុំគិតថា100លានរៀលនឹងជារបស់ខ្ញុំណានឹងខ្លាចជាម្ចាស់ជើងឯកកម្លាំងកោជល Red Bull